ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំលោកគ្រូរតនានៅស្រុកឆែបខេត្តព្រះវិហារអញ្ចឹងលោកគ្រូណែនាំពីដើមរុក្ខជាតិគួនត្រកួនកំបោរបាទត្រកួនកំបោរហ្នឹងអញ្ចឹងឆ្នាំមាន13មុខដែលលេចូលគ្នាឲ្យបងប្អូនផ្សះក្នុងពូវៀនព្រោះឆ្នាំនេះជាតិផ្សះខ្លាំងណាស់បងប្អូនអាលៀកកាពះអាលៀកពូវៀនណាអញ្ចឹងឆ្នាំទី1បងប្អូនរតកួនកំបោរនេះទៅហើយតំបន់បងប្អូនហៅផ្សេងទៀតខ្ញុំអត់ដឹងទេអានេះខ្ញុំដឹងពីគ្រូខ្ញុំមកដែរទេគាត់ហៅតកួនកំបោរអានោះអញ្ចឹងខ្ញុំចេះពីលោកគ្រូខ្ញុំទេហើយបងប្អូនចង់ហៅស្អីអាហ្នឹងជារឿងរបស់បងប្អូនទេអញ្ចឹងឆ្នាំទី1គឺតកួនកំបោរនេះហើយឆ្នាំទី2បងប្អូនបាទរោគដើម5ដំឡឹងហើយឆ្នាំទី3បងប្អូនរោគលវាសបកលវាយើងហូបផ្លែហ្នឹងណាគេហៅសបកលវាផ្លែលវាហ្នឹងអញ្ចឹងបងប្អូនរោអា3មុខហ្នឹងទៅហើយបងប្អូនយកមកកច្រាមហាលវាឲ្យឈ្ងួតដាំទឹកសំការគួរផបយើងទៅហូបប្រចាំទៅហើយបងប្អូនងាយស្រួលទេតកួនកបោរនេះកាលណាយើងកាច់ទៅវាមានជ័រវាចាបាទមានជ័របាទជ័រវារៀងចត់នឹងឯងប៉ុន្តែនេះភពឆ្នាំផ្សះឲ្យយើងជជាពវៀនជាវៀងយើងពវៀនយើងមានកម្ដៅមានអីអញ្ចឹងបងប្អូនអាលៀកកាពះអាលៀកពវៀនហ្នឹងបងប្អូនរោឆ្នាំទាំង3មុខហ្នឹងទៅត្រូវហើយបងប្អូនរោដោយខ្លួនឯងបាទរោដោយខ្លួនឯងប៉ុន្តែបើពុកម៉ែបងប្អូនចង់ព្យាបាលជំងឺទូទៅបាទដូចជាមហារីកដំមហារីកស្បូនមហារីកម្រេញបងប្អូនកើតទំនោរផ្អែមទំនោរប្រៃអញ្ចឹងបងប្អូនតំណែងតាក់ទងតាមលេខទូរស័ព្ទរបស់លោកគ្រូ088 23 566បាទលេខមួយខ្សែទៀត088 60 50 199បាទប្រព័ន្ធ Smart 015 898 161អញ្ចឹងពុកម៉ែបងប្អូនតំណែងតាមលេខទូរស័ព្ទរបស់លោកគ្រូហើយលោកគ្រូមានថ្នាំដើម្បីកាត់ព្យាបាលពុកម៉ែបងប្អូនបាទបងប្អូនហើយបងប្អូនព្យាបាលពីប្រកាសទៅវិជាហើយកុំលូកឡំថ្នាំប្រដេផ្ដាស់ហ្នឹងហើយអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេសូមជម្រាបលាដល់ពុកម៉ែបងប្អូន